trong banស្បែកមុខដែលមើលទៅភ្លឺថ្លាហើយនឹងស្រស់ថ្លាស្រស់បោះចេញពីខាងក្នុងមើលទៅបែបមានសុខភាពល្អអាចសាកធ្វើតិចនិចទាំង3នៅខាងក្រោមនេះបានអញ្ចឹងទី1គឺតាក់ទងជាមួយនឹងផលិតផលដែលចាំបាច់សម្រាប់ស្បែកហ្មងអញ្ចឹងផលិតផលដែលចាំបាច់សម្រាប់ស្បែកគឺយើងដឹងហើយថាគឺមានជាប្រភេទ foam លាងមុខប្រភេទផ្ដល់សំណើមហើយលេការពារកម្ដៅថ្ងៃអញ្ចឹងយើងអាចប្រើទាំង3ប្រភេទនេះបានគឺជាប្រចាំថ្ងៃហើយបើសិនជាអ្នកខ្លះគាត់អាចប្រើជាប្រភេទ serum ដើម្បីធ្វើឲ្យមុខរបស់គាត់ភ្លឺថ្លាតឹងណែនបន្ថែមពីលើហ្នឹងគឺអាចប្រើបានដូចគ្នាក៏ប៉ុន្តែត្រូវជ្រើសរើសផលិតផលណាដែលស័ក្តិសមជាមួយនឹងស្បែករបស់យើងហើយស្បែករបស់យើងគឺពិតជាត្រូវការប្រភេទផលិតផលទាំងអស់ហ្នឹងមែនទី2គឺប្រើជាប្រភេទគ្រីមលាបនៅក្រោមភ្នែកឬក៏បរិវេណភ្នែកអញ្ចឹងនៅពេលដែលភ្នែករបស់យើងមើលទៅស្លក់ខ្មៅហើយមានសភាពជ្រួញមើលមកគឺមានសភាពចាស់ហើយមើលមកគឺស្លក់ខ្លាំងហ្មងហើយស្បែកមុខរបស់យើងក៏អត់សូវភ្លឺថ្លាដែរដោយសារតែភ្នែករបស់យើងគឺស្លក់ដក់ខ្មៅអញ្ចឹងយើងអាចជ្រើសរើសជាប្រភេទគ្រីមដែលជួយបន្តឹងនៅកន្លែងតំបន់ភ្នែកឬក៏បំបត្តិដក់ខ្មៅហ្នឹងបានហើយការប្រើគឺប្រភេទផលិតផលខ្លះយើងអាចប្រើមួយថ្ងៃ2ដងហើយប្រភេទខ្លះទៀតយើងអាចប្រើមួយថ្ងៃតែម្ដងឯងអញ្ចឹងនៅពេលដែលយើងលាបគ្រីមហ្នឹងហើយយើងអាចម៉ាស្សាពីក្រោមភ្នែកនេះទៅដល់កន្លែងកន្ទុយភ្នែកបានហើយការម៉ាស្សាយើងអាចម៉ាស្សា1នាទីឬក៏2នាទីអីបានដូចគ្នាទី3គឺការបិទម៉ាស្សាឡឹកអញ្ចឹងសម្រាប់ម៉ាស្សាឡឹកគឺយើងដឹងហើយថាអ្នកណាក៏គាត់ប្រើប្រភេទម៉ាស្សាឡឹកដែរអ្នកខ្លះក៏គាត់ប្រើជាប្រចាំថ្ងៃអ្នកខ្លះទៀតគាត់អាចប្រើមួយសប្តាហ៍2ឬក៏3ដងតែសម្រាប់ការប្រើម៉ាស្សាឡឹកយើងត្រូវរើសដែរថាស្បែកមុខរបស់យើងត្រូវការជាមួយនឹងប្រភេទម៉ាស្សាឡឹកបែបណាហើយមួយសប្តាហ៍យើងគួរប្រើប្រភេទម៉ាស្សាឡឹកហ្នឹងប្រហែលដងអញ្ចឹងចំពោះការលាបផលិតផលពីខាងក្រៅគឺវាជួយផ្ដល់សំណើមទៅដល់ស្បែកធ្វើឲ្យស្បែកមុខរបស់យើងភ្លឺថ្លាអញ្ចឹងយើងក៏ត្រូវការប្រភេទម៉ាស្សាឡឹកដែលសម្បូរទៅដោយជាតិទឹកប្រភេទវីតាមីនចិញ្ចឹមទៅដល់ស្បែករបស់យើងដែរដោយសារតែការបិទម៉ាស់គឺវាជួយធ្វើឲ្យស្បែករបស់យើងហ្នឹងស្រូបជាតិទឹកឬក៏ជាតិវីតាមីនហ្នឹងជ្រៅទៅដល់ស្បែកមែនតើអញ្ចឹងនៅពេលដែលយើងបិទហើយគឺយើងតែងតែមានអារម្មណ៍ថាអូមើលទៅស្បែករបស់យើងគឺប្លែកសភ្លាមហើយមើលទៅស្រស់ថ្លាភ្លាមបាត់ស្លក់ភ្លាមហ្មងអញ្ចឹងអ្នកដែលគាត់មានបញ្ហាឬក៏គាត់ពិបាកចិត្តរឿងដកស្លក់ខ្មៅហើយមុខអត់ស្រស់បោះឬក៏អត់ស្រស់ស្អាតអាចសាកធ្វើ3តិចនិចនៅខាងលើនេះបាន